បាត់ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាផេះដែលយើងបានដុតជាមួយនឹងអស់ហើយនៅសល់នៅក្នុងចង្ក្រានដែលគេហៅថាផេះហើយផេះនេះគឺយើងយកវាមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដំណាំនៅតាមផ្ទះរបស់យើងផងដែរដោយសារតែវាសម្បូរទៅដោយសារធាតុប៉ូតាស្យូមអញ្ចឹងយើងប្រើប្រាស់នៅក្នុងវិស័យកសិកម្មនេះគឺយើងប្រើប្រាស់វាចំនួនតិចតួចមិនអាចប្រើប្រាស់ច្រើនបានទេដោយសារតែវាដាក់ច្រើនទៅធ្វើឲ្យដីរបស់យើងនឹងហឹរហើយដីមានរសជាតិជូរអញ្ចឹងធ្វើឲ្យខូចឫសនៃដំណាំប៉ុន្តែយើងអាចប្រើប្រាស់វាបាននៅក្នុងបរិមាណតិចតួចដែលធ្វើឲ្យដំណាំរបស់យើងនឹងគឺលូតលាស់បានល្អជាមួយនឹងដំណាំហូបផ្លែគឺធ្វើឲ្យផ្លែកាន់និងមួយទៀតវាជួយសម្លាប់មេរោគនៅក្នុងដីហើយវិធីទី1នេះគឺការប្រើប្រាស់រោយនៅក្រោមដំណាំហូបផ្លែរបស់យើងដើម្បីឲ្យដីមានសមាសធាតុបន្ថែមធ្វើឲ្យដំណាំរបស់យើងកាន់ផ្លែជាពិសេសយើងរោយបែបនេះដើម្បីសម្លាប់មេរោគជំនួសជាមួយនឹងកំបោរសបានតែការប្រើរបស់យើងនេះគឺបរិមាណតិចតួចតែប៉ុណ្ណោះហើយវិធីទី2នៅក្នុងការប្រើផេះនេះគឺសម្រាប់លាយជាមួយនឹងដីកំប៉ុស្តរបស់យើងដែលយើងផលិតដោយខ្លួនឯងប្រើប្រាស់សម្រាមស្លឹកឈើកំទេចកំទីផ្សេងជាមួយនឹងកាកសំណល់ផ្ទះបាយយើងបន្ថែម 10% ប៉ុណ្ណោះគឺបន្ថែមជាមួយនឹងផេះដើម្បីឲ្យវាលាយចូលគ្នាទៅគឺយើងទទួលបានដីកំប៉ុស្តដែលមានសមាសធាតុគ្រប់គ្រាន់នៅក្នុងដំណាំរបស់យើង NPK ហ្នឹងដែលបងប្អូនទាំងអស់គ្នាចំណាំតែបានឃើញនឹងភាសាគេនិយាយអំពីសារធាតុទាំង3ដែលសំខាន់នៅក្នុងដំណាំរបស់យើងនៅពេលដែលខ្ញុំប្រើប្រាស់ជាមួយនឹងផេះហើយគឺខ្ញុំក្រោបពីលើដើម្បីឲ្យវាឆាប់រលួយនៅពេលដែលដាក់ផេះទៅគឺកាកសំណល់ផ្សេងវាឆាប់រលួយមែនទែនហើយវិធីទី3គឺការប្រើប្រាស់លាយជាមួយនឹងទឹកដើម្បីស្រោចដំណាំអញ្ចឹងការលាយជាមួយនឹងទឹកដើម្បីស្រោចដំណាំនេះគឺយើងប្រើតិចតួចដើម្បីឲ្យដំណាំរបស់យើងនឹងមិនខូចខាតហើយពីការបំផ្លាញរបស់សត្វល្អិតនឹងជួយសម្រាប់មេរោគនៅក្នុងដីប៉ុន្តែយើងប្រើប្រាស់បរិមាណបន្តិចបន្តួចដើម្បីលាយគប់ផ្សំជាមួយនឹងដីកំប៉ុស្តរបស់យើងបន្ថែមទៀតអរគុណច្រើនបងប្អូនបើសិនជាវីដេអូមានប្រយោជន៍សូមបងប្អូនជួយចែករំលែក